សួស្តីកូនៗទាំងអស់គ្នាលំហាត់ទី2ក្នុងមេរៀនបរិមាត្ររង្វង់ឬបរិមាត្រថាសទំព័រទី32នៅក្នុងនេះគេប្រាប់ថាគណនាបរិមាត្ររូបដែលគុំដោយកន្លះរង្វង់និងចតុកោណកែងនេះកន្លះរង្វង់ហើយនេះចតុកោណកែងបើយើងនិយាយអំពីបរិមាត្រគឺយើងរកប្រវែងជុំវិញអញ្ចឹងគ្រូរកសរុបតែម្ដងអញ្ចឹងយើងគណនាគណនាបរិមាត្ររូបគណនាបរិមាត្ររូបនៅក្នុងរូបនេះយើងមើលនេះយើងមានកន្លះរង្វង់អញ្ចឹងយើងត្រូវរករង្វង់កន្លះរង្វង់នៅឲ្យឃើញតមកទៀតយើងមានចតុកោណកែងតែយើងមើលរូបចតុកោណកែងនេះកាលណាយើងរកបរិមាត្រមានន័យថាយើងរកតែខាងក្រៅទេចុះអាជ្រុងខាងក្នុងនេះយកនេះអត់ចូលទេពីព្រោះយើងរកបរិមាត្ររូបបរិមាត្រជុំវិញណាអញ្ចឹងយើងតាក់ដើមមើលទាំងអស់គ្នាអានេះជ្រុងនេះគេប្រាប់តតឹងវា3បាទនេះ3អញ្ចឹងមានន័យតតឹងនេះក៏3ម៉ែត្រដែរណាហើយអានេះបដោយយើងមើលបដោយរបស់វាយើងមាន4ម៉ែត្រអញ្ចឹងបើបដោយវា4ម៉ែត្រអញ្ចឹងអាកត់ផ្ចិតនេះ4ម៉ែត្រដែរបើយើងអត់ដឹងកត់ផ្ចិតយើងអត់អាចរកបរិមាត្រកន្លះរង្វង់នេះឃើញទេអញ្ចឹងយើងត្រូវតែដឹងកត់ផ្ចិតហ្នឹងគឺវាស្មើនឹងបណ្ដោយអញ្ចឹងយើងលោកគ្រូតាបរិមាត្រតាមអាសភីលោកគ្រូរកតែម្ដងទេកន្លះរង្វង់រូបមន្តរង្វង់ពេញគឺ d ផៃមានន័យ d គុណនឹងផៃតែដោយសារយើងរកតែកន្លះអញ្ចឹងយើងយកវាមកចែកឲ្យ2បន្ទាប់មកទៀតយើងត្រូវរកប្រវែងជ្រុងនេះជ្រុងរបស់ចតុកោណកែងនេះប៉ុន្តែយើងអត់យកអាក្នុងនេះទេពីព្រោះយើងរកជុំវិញអញ្ចឹងយើងបើកវងកញ្ចក់មកតតឹងវាប៉ុន្មាន3ណា3ម៉ែត្របូកបដោយនេះប៉ុន្មាន4ម៉ែត្រតតឹងនេះ3ម៉ែត្រដែរណាអញ្ចឹងយើងឃើញអាហ្នឹងតមកទៀតយើងចាប់ផ្ដើមជួសលេខចូលមកណាជួសលេខចូល d ណា d វាស្មើនឹងបដោយអញ្ចឹងបដោយ4អញ្ចឹង d ក៏4ម៉ែត្រដែរអញ្ចឹងយើងខាត់ឃើញ4ផៃយើងត្រូវតែចាំរូបមន្តស្មើនឹង 3.14 អាហ្នឹងត្រូវតែចាំបដោយណាព្រោះវាជារូបមន្តដែលយើងត្រូវចងចាំគ្រប់លំហាត់ត្រូវតែចាំអាហ្នឹងតមកចែកឲ្យ2រីហើយដាក់សញ្ញាបុកគេលេខក្នុងវងកញ្ចក់សិនមក3 + 4 7 7 + 3គឺ10ម៉ែត្រណាយើងទុកអញ្ចឹងសិនយើងមកគណនាខាងមុខនេះរកកន្លះរង្វង់នេះឲ្យឃើញសិនមកអញ្ចឹងយើងចាប់ផ្ដើមគុណមក3គុណ 3.14 យើងគុណនឹងប៉ុន្មានគុណនឹង4សិនមកគុណលេខចំនួនទស្សភាគនិងចំនួនគុតយើងត្រូវគុណដូចចំនួនគុតដែរណា4 ដល់16សេលេខ1 6 4 ដល់4 4 1 5 4 3ដង12ក្រោយពីយើងគុណដោយចំនួនគុតរួចហើយយើងរាប់ផ្នែកដែលនៅខាងក្រោយទស្សចំនួនទស្សភាគ1 2នេះខាងក្រោយមានទេអត់អញ្ចឹងយើងរាប់មក1 2អញ្ចឹងរាប់នេះមក1 2អញ្ចឹងយើងចុចខាងនេះ1នេះតមកទៀតយើងចែកនឹងប៉ុន្មានចែកនឹង2នេះចែកឲ្យហើយមកឲ្យឃើញកន្លះបរិវងនឹងកន្លះបរិមាត្ររង្វង់នឹងឲ្យឃើញសិនមកដូចចាំយើងយកទៅបូកជាមួយនឹងចតុកោណកែងយើងរកឃើញអញ្ចឹងយើងចែកដូចលេខធម្មតាមកនេះយើងចែកមកកាត់មកខ្ទង់បានកាត់2ខ្ទង់ណា6 6 2ដង12អញ្ចឹង12ដល់12សល់0ដល់ចំណុចយើងដាក់ចំណុចមកនេះរួចហើយយើងតម្លាក់5ចែក2បានប៉ុន្មានបាន2 2ដង4ហើយយើងដកមកសល់1តម្លាក់បានចុះតម្លាក់6ចុះ6យកប៉ុន្មានដង8 2ដងដល់5 1អញ្ចឹងសល់0អញ្ចឹងយើងឃើញចម្លើយប៉ុន្មានឃើញ6.28អញ្ចឹងយើងបូកនឹង10ទៀតមកនេះបូកនឹង10ម៉ែត្រទៀតមកអានេះក៏ម៉ែត្រដែរនេះគ្រូលេខសរសេរអញ្ចឹងយើងបូកមកឃើញប៉ុន្មានបូកចំនួនគុតនិងចំនួនទស្សភាគយើងសេចំនួនគុតមុនក៏បានចំនួនទស្សភាគមុនក៏បានដែរ6គឺខ្ទង់រាយអញ្ចឹងសេក្រៅខ្ទង់រាយនេះសេត្រូវខ្ទង់នេះដាក់ចំណុច2 8នេះថែមចំណុចថែម0មកគ្រប់ខ្ទង់វាឲ្យយើងបូកមកនេះគឺជារបៀបនៃការនេះនៃការបូកចំនួនទស្សភាគនិងចំនួនគុតថែម0គ្រប់ខ្ទង់មក0 8 8 0 12 2ចំណុចដាក់ចំណុច0 6 6 1លាក់អញ្ចឹងចម្លើយរបស់យើងឃើញ16.28ម៉ែត្រណាប្រវែងរកបរិមាត្រមានន័យរកប្រវែងអញ្ចឹងចម្លើយវាគឺប៉ុណ្ណឹង16.28ម៉ែត្រអូខេតនៅលំហាត់ក្រោយទៀតអរគុណការតាមដានទស្សនា